ឥឡូវយើងចូលមកកាន់ lab តាក់ទងជាមួយនឹងការ connect ទៅកាន់ឧបករណ៍ Microtik របស់យើងដោយយើងប្រើប្រាស់ទៅលើ Winbox កម្មវិធី Winbox អញ្ចឹង username របស់វាគឺ default គឺ admin password អត់មានទេនៅពេលដែលយើងទិញឧបករណ៍ Microtik ថ្មីមកគឺអត់មាន password ទេមានតែ user admin ទេតែយើងអាចកំណត់ password ថ្មីឲ្យវាបានអញ្ចឹងឧទាហរណ៍ខ្ញុំ connect ទៅកាន់ Microtik របស់ខ្ញុំអានេះដោយសារខ្ញុំកំណត់ហើយបើសិនជាថ្មីបងប្អូនមិនបាច់ដាក់ password ទេដោយសារវាអត់មាន password ទេអញ្ចឹងខ្ញុំ connect ទៅកាន់ Microtik មកអូខេខ្ញុំ log ចូល Microtik ហើយអញ្ចឹងការ connect ទៅកាន់ Microtik ហ្នឹងយើងប្រើ IP rank ដូចគ្នាណាអញ្ចឹង IP Microtik របស់យើងហ្នឹង rank លេខប៉ុន្មានអញ្ចឹងយើងកំណត់ឲ្យដូចគ្នាមកហើយយើង disable interface Wi-Fi ណា network card Wi-Fi ចោលហើយនឹងបើយើងកំណត់តាមខ្សែយើង disable Wi-Fi មក network card Wi-Fi មកហើយយើង enable តែខ្សែបានហើយ port បានហើយយើងកំណត់បើសិនជាវាអត់បោះ IP ឲ្យទេអូខេយើងកំណត់ IP rank ឲ្យដូចគ្នាមកណាឧទាហរណ៍ថា192 168ចឹងទៅ0.5អញ្ចឹងទៅបាទ subnet យើងដាក់ទៅហើយ default gateway មិនដាក់ទេហើយយើងចុច OK មកណាករណីថាយើង connect ទៅវាអត់ចូលអត់ស្គាល់តែបើវាបោះ IP ឲ្យហើយយើង check នៅក្នុង CMD របស់យើងអញ្ចឹង IP config ដើម្បី check មើល IP អញ្ចឹងវា load IP របស់យើង gateway បានហើយបន្តមកយើង log ចូលនៅក្នុង router របស់យើងទៅនេះអូខេជួបគ្នានៅវីដេអូក្រោយចុះនេះយើងធ្វើតទៅនៅជាមួយនឹងនេះគេឲ្យយើងនេះ disable Wi-Fi បាទ interface Wi-Fi ចោលទៅហើយ set IP ទៅនៅក្នុង laptop របស់យើងណា set subnet mask បាទ default gateway យើងចង់ដាក់ក៏បានអត់ក៏បានដែរតែយើងដាក់ទៅបើសិនជាអត់ដែរយើងដាក់ទៅបន្តមកនេះយើងចូលកំណត់ IP នៅក្នុង Ethernet network card ដើម្បីធ្វើការ access internet ពីហ្នឹងហើយ close window Winbox connect again using IP អានេះគេ change IP នេះ change IP ចឹងដាក់100 ចុច port លេខ1មក Ethernet 1 192.100.1/24 ជាប្រភេទ network address ហើយយើងយក interface Ethernet 1អូខេយើងជួបគ្នានៅវីដេអូក្រោយចុះនេះយើងកុំឲ្យវែងពេក